សំជូនរឿងធុងសម្រាមឃ្លានអាហារនៅសួនកុមារមួយមានធុងសម្រាម3នៅជិតគ្នាហើយគេជាបងប្អូននឹងគ្នាតែគេស៊ីចំណីខុសៗគ្នាបងប្រផេះស៊ីសម្បកដបនិងកំប៉ុងប្អូនផ្ទៃមេឃស៊ីផ្លាស្ទិកនិងប្អូនខៀវស៊ីរបស់ដែលងាយរលួយនិងក្រដាសពួកគេនៅទីនោះតាំងពីព្រឹកព្រលឹមម្លេះតែពុំមានអ្នកណាដាក់ចំណីឲ្យឡើយពួកគេកំពុងឃ្លានចំណីខ្លាំងណាស់ធុងសម្រាមពណ៌ប្រផេះជាបងក្រៀមឡើងក្រញ៉ង់ធុងសម្រាមពណ៌ផ្ទៃមេឃប្រឡាក់ស្រមោកស្គមកំប្រឹងអត់មានអ្នកណាដាក់ចំណីឲ្យសោះខ្ញុំឃ្លានណាស់បងប្រផេះធុងសម្រាមពើពណ៌ខៀវស្ងាត់ផងនិយាយផងខ្ញុំឈរនៅទីនេះមួយថ្ងៃទៅហើយមិនមានអ្នកណាឲ្យចំណីខ្ញុំសោះចាប់ហើយខ្ញុំនឹងស្លាប់ជាមិនខានធុងសម្រាមប្រផេះជាបងគេនិយាយទៅប្អូនទាំងពីរនៅខាងក្រោយបងមានចំណីរបស់ពួកឯងទាំងពីរច្រើនណាស់តែធ្វើមិនដេចនឹងយកវាបានទៅអូនោះណមានអ្នកយកសម្រាមមកឲ្យបងហើយអូគេបោះចំណីនោះទៅឯណាឯណោះទៅវិញចាប់ហើយបងឃ្លានណាស់ធុងសម្រាមទី2អូគេមកសម្ដែងខ្ញុំដែរហើយបងគេកាន់ចំណីមកឲ្យខ្ញុំហើយអូគេបោះខុំមាត់របស់ខ្ញុំហើយបងខ្ញុំស្ដាយណាស់វាជាថង់ផ្លាស្ទិកដែលខ្ញុំចូលចិត្តពីរនាក់នេះពិតជាដាច់ចិត្តមែនធុងសម្រាមទី3អូគេយកចំណីមកច្រើនណាស់វាជាកាកអំពៅដែលខ្ញុំចូលចិត្តអាយ៉ាមានសបកសណ្ដែកដីសបកលៀសទៀតពិតជាត្រូវប៉ាន់ខ្ញុំហើយអូហេតុអ្វីបានជាបោះចំណីខ្ញុំចោលពេញផ្លូវអីចឹងស្ដាយណាស់មិនដេចមិនឲ្យខ្ញុំញ៉ាំស្រីតូចធារីកំពុងដើរកំសាន្តលេងតាមសួនជាមួយប៉ាម៉ាក់របស់គេធារីឃើញធុងសម្រាមទាំង3មានទឹកមុខក្រៀមក្រំនាងក៏ដើរមកជិតរួចសួរហេធុងសម្រាមមើលចុះគេគ្រប់គ្នាសុទ្ធតែសប្បាយចិត្តតែធុងសម្រាមទាំង3មិនសប្បាយចិត្តសោះហេតុអ្វីពួកឯងមិនសប្បាយចិត្តសោះអញ្ចឹងធុងសម្រាមទាំង3យើងឃ្លានណាស់មិនមានអ្នកណាឲ្យចំណីយើងទេគេយកចំណីរបស់យើងចោលពាសវាលពាសកាអស់ទៅហើយធារីមិនអីទេចាំយើងជួយយកចំណីឲ្យឯងចុះនេះរបស់ធុងសម្រាមប្រផេះនេះរបស់ធុងសម្រាមតៃមេឃហើយនេះជារបស់ធុងសម្រាមពណ៌ខៀវធុងសម្រាមទាំង3ប្រែជារីករាយភ្លាមពេលបានចំណីអរគុណណាស់ស្រីតូចតែឯងកុំភ្លេចលាងដៃនឹងសាប៊ូឲ្យបានស្អាតផងណាព្រោះចំណីអាហាររបស់ពួកយើងក៏ខ្វក់ណាស់សម្រាប់ឯង